สมัยการปตอนป้าอีเปียกโบลนะมีสมัยการแบบนี้จังอีเปียกโบยืงอีเปียกโบลจังมีចំណុចไปមួយទៅនឹងណាไปអងនេះចំណុចไปទៅថនិចចោះចឹងគូបានបន្ទាត់ប៉ះមួយនេះបន្ទាត់ប៉ះចឹងគេឲ្យបង្ហាញថាបន្ទាត់ប៉ះមានសមីការបែបនេះបាទចឹងសមីការបន្ទាត់ប៉ះរូបមន្តវាសមីការបន្ទាត់ប៉ះរូបមន្តមិនអ៊ីការ៉េចស្មើនឹង y ការ៉េចព្រីមអងកតានឹង x ដក x អងបូក y ការ៉េចអងណាសមីការបន្ទាត់ប៉ះត្រង់ចំណុចไปគឺមានរាងបែបហ្នឹងឥឡូវយើងរក derivation សមីការយើង x ការ៉េលើ a ការ៉េដក y ការ៉េលើ b ការ៉េស្មើ1ចឹងយើង derivate វាមកស្មើនឹង1ព្រីមចឹង derivate x ការ៉េបានប៉ុន្មានបាន 2x ណាចឹង derivate y ការ៉េបានអីគេ 2y b y ព្រីម y ណាអូនណា derivate y ការ៉េដូច derivate y សេគុណ n អញ្ចឹងគឺ n y ព្រីម y សេគុណ n ដក1តោះឡើងហ្នឹងអត់អានេះ0ចឹងយើងទាញរក y ព្រីមយើងបានដក 2y ព្រីម y លើ b ការ៉េស្មើនឹងដក 2x លើ a ការ៉េយើងសម្រួលដកហើយនឹងលេខ2ចោលទៅបាន y ព្រីម y បោះ b ការ៉េទៅបានគុណចឹង b ការ៉េ x លើ a ការ៉េទៅមកទៀតយើងទាញរក y ព្រីមមកគឺស្មើនឹង b ការ៉េ x លើ a ការ៉េ y ការ៉េចឹងមេគុណបន្ទាប់ដល់ទីយើងមិញគឺ y ព្រីមអងចឹងមានន័យថាយើងចំនួនអាឡែង x នេះដោយ x អងអាកន្លែង y នឹងក្រុមនេះចំនួនដោយ y អងដែរចឹងគេបានបន្ទាត់ប៉ះយើងទៅជា y ស្មើនឹង y ព្រីមកតានឹង x ដក x អងបូកនឹង y អងនេះចឹងយើងបានទូទាត់វាមកបាន b ការ៉េ x អង x យើងគុណពលាតលើ a ការ៉េ y អងដក b ការ៉េ x អងការ៉េលើ a ការ៉េ y អងបូកនឹង y អងយើងគុណតម្រូវភាពបាយរួមទៅយើងគុណនឹង a ការ៉េ y អងឬគុណនឹង y អងបានណា y អង y ស្មើនឹង b ការ៉េ x អង x លើ a ការ៉េដកនឹង b ការ៉េ x អងការ៉េលើ a ការ៉េដែរបូកនឹង y អងការ៉េតទៅទៀតខ្ញុំចែកវានឹង b ការ៉េចឹង y អង y លើ b ការ៉េអានេះចែកនឹង b ការ៉េទៅបាត់ហើយអានេះចែកវានឹង b ការ៉េទៅសល់ x អងការ៉េលើ a ការ៉េនេះបាន y អងការ៉េលើ b ការ៉េចានេះខ្ញុំបានបោះនេះមកឆ្វេងមកដូរពីដកមកបូក
x on carré លើ a carré ដក y on carré លើ b carré អានេះ x on x លើ a carré នេះអា y នេះយើងលើកទៅស្ដាំទៅបានដក y on y លើ b carré យើងដឹងថាចំណុច P មិញចំណុច P វានៅលើ ellipse នៅលើ hyperbole ណាជារបស់តែប៉ុត hyperbole ត្រូវដាក់ហាមិនត្រូវតែនេះគេតាំងអញ្ចឹងយើងហៅដូចគ្នាជារបស់ ellipse ជារបស់ hyperbole ដែលមានសមីការ x carré លើ a carré ដក y carré លើ b carré ស្មើ1អញ្ចឹងបើសិនជា P នៅលើហ្នឹងអញ្ចឹងក៏អន័យរបស់ P ត្រូវផ្ទៀងផ្ទាត់អាហ្នឹងដែរមានន័យថា x on carré លើ a carré ដក y on carré លើ b carré ត្រូវស្មើ1ដែរឥឡូវគេបានបន្ទាត់តេយើងនេះទៅជាអាម្ដុំនេះគឺ1ណា1ស្មើនឹង x on x លើ a carré ដក y on y លើ b carré អញ្ចឹងយើងគ្រាន់តែសរសេរអាស្ដាមមុនមកបន្ទាត់ប៉ះនោះគឺ x on x លើ a carré ដក y on y លើ b carré ស្មើ1